បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមថ្ងៃនេះខ្ញុំបាទជាងតុញមកបង្ហាញផ្ទះដែលក្រុមជាងខ្ញុំបាទកំពុងតែសង់ពុកម៉ែបងប្អូនហើយផ្ទះនេះដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលដំរីឃុំស្រង់ស្រុកកងវិស័យខេត្តកំពង់ស្ពឺហើយយើងសាងសង់បានប្រហែលជាខ្ទង់ 65% ទៅ 70% ផ្ទះនេះយើងមានតឹងបើកក្បាលគឺ10 ម៉ែត្រពុកម៉ែបងប្អូនណាអញ្ចឹងបដោយទៅក្រោយ8 ម៉ែត្របូកនឹងផ្ទះបាយ2 ម៉ែត្រកន្លះទៀតអញ្ចឹងបដោយទៅក្រោយវា10 ម៉ែត្រកន្លះពុកម៉ែបងប្អូនហើយក្នុងនោះយើងមានបន្ទប់គេង2បន្ទប់ទឹកមួយផ្ទះបាយមួយនិងកន្លែងទទួលភ្ញៀវមួយផងដែរហើយកន្លែងទទួលភ្ញៀវគឺទលាស់ល្វឹងស្អាតពុកម៉ែបងប្អូនហើយនេះយើងបានរៀបគ្រោងដំបូលឲ្យរួចរាល់ហើយយើងចាប់ជ្រីខាងមុខនោះគឺបានខ្លះរួចហើយជ្រីខាងមុខស្អាតពុកម៉ែបងប្អូនហើយគំរូមកផ្ទះនេះយើងសាងសង់បាន2ផ្ទះហើយតែអត់ទាន់រួចទេ2ផ្ទះហ្នឹងផ្ទះទី1គឺយើងនៅខាងខេត្តបន្ទាយមានជ័យហើយផ្ទះទី2នៅខាងយើងខាងស្រុកកងវិស័យខេត្តកំពង់ស្ពឺអញ្ចឹងមុននេះយើងសាងសង់បាន2ផ្ទះហើយតម្លៃតែ 20000 ជាងពុកម៉ែបងប្អូនតម្លៃការសង់ចូលអត់20ហើយផ្ទះនេះចដើ5កម្មចាស់គាត់កំងចដើ5កម្មហើយខាងមុខយើងប្រើប្រាស់នៅទ្វារសុវត្ថិភាពបងប្អូនខាងមុខយើងដាក់ទ្វារសុវត្ថិភាពខាងបន្ទប់នេះក៏ទ្វារសុវត្ថិភាពដែរបងប្អូននេះជាកន្លែងទទួលភ្ញៀវល្វឹងល្វើយស្អាតទលាយតាមពិតពីមុនបន្ទប់ទឹកគឺនៅខាងនេះទេជាងបិទតែចាស់ផ្ទះក៏ចង់បានខាងកន្លែងទទួលភ្ញៀវឲ្យទលាយក៏ថែមលុយតទៅក្រោយបងប្អូនណាបន្ទប់ទី1បន្ទប់ទី2បន្ទប់មេគ្រួសារបន្ទប់កូនចៅចឹងផ្ទះបាយនៅខាងក្រៅបងប្អូនផ្ទះបាយក៏តម្លាក់មកខាងក្រៅនេះវិញមុំផ្ទះនេះនិយាយទៅធ្នឹមអីគឺចាក់បានស្អាតមុំល្អមែនតើបងប្អូនហើយអត់20ទាំងអស់បងប្អូនផ្ទះនេះអត់20ទាំងអស់ហើយតសមុខយើងប្រើតសធំមុំអញ្ចឹងតែអត់តាន់បានចាប់ជ្រុងចាប់ជ្រួហើយចាប់ជ្រីហើយមើលទៅរឹតតែលេចស្អាតបងប្អូនចាំបងប្អូនមានចំណាប់អារម្មណ៍ចង់សាងសង់ផ្ទះមកដល់ការសោចូលទៅបងប្អូនអាចតាក់ទងមកខ្ញុំបានជាងតុញមកការសាងសង់តាមរយៈលេខទូរស័ព្ទឬក៏តាមpage បងប្អូនខ្ញុំបានទទួល25ខេត្តក្រុងអរគុណច្រើនបងប្អូនសម្រាប់ការតាមដានរាល់គ្រប់វីដេអូទាំងអស់